ជំរាបសួរសួស្តីអស្សាឡាមអាឡៃគុំបងប្អូនទាំងអស់គ្នាថ្ងៃនេះឆ្លៀតពេលមកឆ្លើយសំណួរបងប្អូនយើងខ្លះៗដោយសារតែជាទូទៅខ្ញុំមិនដែលធ្វើជាវីដេអូឆ្លើយជាសំណួរអញ្ចឹងទេហើយបងប្អូនតែឆាតសួរនៅក្នុង page ឬក៏ឆាតតខ្លួនជួនកាលក៏ comment អីចឹងទៅខ្ញុំឆ្លើយតបអត់សូវបានក្បោះក្បាយហើយបើឆ្លើយនៅក្នុង chat អីក៏អត់សូវមានពេលឆ្លើយតបទៀតហើយឆ្នាំនេះកាន់តែអត់មានពេលទៀតចប់រៀនចប់មើលមេរៀនប្រឡងអីចឹងទៅហើយសំណួរគឺការរស់នៅរបៀបរបបរស់នៅទូរគីហ្នឹងគឺមិនខ្លះគេរស់នៅបែបបាច់បំផាអត់ចុះបើធៀបជាមួយនឹងខ្មែរអញ្ចឹងណាសម្រាប់ខ្ញុំការរស់នៅទូរគីបើធៀបជាមួយនឹងខ្មែរខ្ញុំជ្រើសរើសយកនៅស្រុកខ្មែរស្រួលណាស់ទៅណាមកណាអីស្រួលមែនទែនតែបើនៅទូរគីដោយសារតែពួកខ្ញុំមកបែបលក្ខណៈជាកូនសិស្សយើងមករៀនអីចឹងទៅគឺពិបាកជាងគេគឺការធ្វើដំណើរអញ្ចឹងហ្មងព្រោះនៅទូរគីទីតាំងគេមួយឆ្ងាយបើត្រូវទៅសាលាអីក៏ហត់ដែរយើងត្រូវជិះឡានចុះពីលើឡានយើងត្រូវដើរអីចឹងណាបើត្រូវទៅក្រៅយើងទៅដើរលេងអីចឹងទៅជិះរថភ្លើងតពីរថភ្លើងត្រូវជិះឡានអីទៅវិញទៅមកម្ដងទៅក្រៅអីម្ដងគឺយើងត្រូវចាយពេលវេលាយូរអញ្ចឹងហ្មងបើត្រូវទៅគឺទៅពេលព្រឹកពេលល្ងាចទៅមកដល់ផ្ទះមកវិញអីចឹងណាហើយបើផ្លូវដើរនៅទូរគីអត់ដូចនៅស្រុកខ្មែរទេនៅស្រុកខ្មែរគឺដីរាបស្មើរហូតចឹងហ្មងបើនៅទូរគីយើងដើរគឺយើងមានអារម្មណ៍ថាយើងដើរលើទួអញ្ចឹងដើរពីរៀបទៅលើទួដូចយើងឡើងភ្នំអញ្ចឹងណាអញ្ចឹងបានហត់សម្រាប់បងប្អូនយើងដែលមកទូរគីដំបងគឺឈឺច្រើនមកដោយសារការធ្វើដំណើរគឺហត់ចុកជើងអីចឹងណាតែឥឡូវខ្ញុំរៀងស៊ាំហើយមកទូរគីមកនៅទូរគី4ឆ្នាំហើយការដើរអីស៊ាំច្រើនបានជាងមុនទី2មួយទៀតគឺមុខម្ហូបទូរគីគឺអត់ដូចនឹងយើងតែខុសគ្នាដាច់ហ្មងទាំងរសជាតិទាំងនិយមខុសគ្នាខ្លាំងហើយមុខម្ហូបទូរគីបើត្រូវសាបខ្លាំងហ្មងបើប្រៃគឺអត់មានមួយណាបែបរសជាតិបែបល្មមដូចមុខម្ហូបស្រុកខ្មែរយើងសោះហ្មងណាបើផ្អែមទូរគីវិញគឺផ្អែមខាស់កហ្មងពេលហ្នឹងទៅយើងពិបាកនឹងទទួលយកបានណាសម្រាប់យើងមកទូរគីដបងតែបើនៅយូរទៅគឺស៊ាំហើយមុខម្ហូបគាត់ទោះបីជាអត់សូវដូចយើងមែនប៉ុន្តែសុខភាពច្រើនសុខភាពល្អគឺយើងញ៉ាំទៅគឺយើងដឹងថាយើងវាថាមានកម្លាំងណាទោះបីជាអត់សូវឆ្ងាញ់ក៏ដោយសារមុខម្ហូបគាត់មួយគឺគាត់គិតគូរពីសុខភាពណាដោយសារតែពីច្រើនគាត់ប្រើសណ្តែកសៀងនិងសណ្តែកគេទៅបែបគ្រប់ធនជាតិហើយមួយទៀតដលងបារាំងពេញប៉ោះអីចឹងទៅហើយមួយទៀតគឺរបៀបរបបការហូបចុកនៅទូរគីពីអាហារពេលព្រឹកដល់ល្ងាចអីហ្នឹងគឺពួកគាត់អត់ដែរចោលនំប៉័ងទេគឺពួកគាត់នំប៉័ងជានិច្ចហ្មងសិស្សខ្មែរយើងដែលមកដំបងគឺទទួលយកអត់សូវបានដោយសារតែនំប៉័ងនឹងឯងតែសម្រាប់ខ្ញុំអត់អីទេដោយសារខ្ញុំហូបបាននំប៉័ងតាំងពីនៅតូចមកតាំងពីនៅស្រុកខ្មែររហូតមកនៅទូរគីទោះបីជាខ្ញុំញ៉ាំនំប៉័ងរងថ្ងៃក៏ខ្ញុំអត់សូវធុញដែរតែពិបាកដល់បងប្អូនយើងផ្សេងអីចឹងណាគឺគាត់ហូបនំប៉័ងអត់សូវបានអាហារមុខម្ហូបនេះភាគច្រើនគឺកូនសិស្សយើងតែត្អូញអីចឹងណាតែមុខម្ហូបទូរគីទាំងអស់គឺឆ្ងាញ់ទេដោយសារតែយើងនៅសាលាអីចឹងមុខម្ហូបក៏រសជាតិខុសគ្នាពីនៅខាងក្រៅនៅក្នុងហាងឬក៏តាម street food អីចឹងទៅរសជាតិនៅខាងក្រៅគឺឆ្ងាញ់ជាងការរសជាតិនៅក្នុងសាលារសជាតិនៅក្នុងសាលានឹងស្រាប់ហើយយើងនៅក្នុងដុំអីចឹងទៅមុខម្ហូបវារៀងដូររសជាតិរហូតចង់ភៅច្រើនអីចឹងទៅរសជាតិដូរតាមហ្នឹងចឹងហើយក៏មុខម្ហូបបើនៅខាងក្រៅអីយើងញ៉ាំបានទាំងអស់គឺឆ្ងាញ់យើងអាចទទួលយកបានចឹងណាការរស់នៅទូរគីវាមានខុសគ្នាពីខ្មែរយើងច្រើនចំណុចអីចឹងណាប៉ុន្តែខ្ញុំលើកតែយកតែខុសគ្នាធំគឺការធ្វើដំណើរចេញទៅក្រៅហើយនឹងមុខម្ហូបចឹងឯង